ជំរាបសួរក៏ដូចជាសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel YouTube ខ្ញុំម្ដងទៀតហើយហើយថ្ងៃនេះខ្ញុំមកធ្វើការសម្រាយសាច់រឿង Year of the Living Cat episode ទី4ហើយតទៅពី episode មុនគឺក្រុមគូណាគីនឹងគឺបានរត់គេចពីសត្វឆ្មាហើយចេញពីផ្សារទំនើបមួយនឹងដើម្បីចង់ដឹងអំពី episode ទី4ហើយមានរឿងអីខ្លះកើតឡើងតមកស្ដាប់ការសម្រាយសាច់រឿងរបស់ខ្ញុំចាប់ផ្ដើមសាច់រឿងមកយើងគឺឃើញគូណាគីបាននិយាយទៅកាន់ Tutsumi ថានាងនឹងគឺជាមនុស្សតែម្នាក់ដែលអាចជួយពួកគេដើម្បីស្វែងរកអាគារខ្ពស់ៗសត្វតានាងនឹងគឺជាមនុស្សដែលលាក់ស៊ីទៅកាន់រោមឆ្មាដូចនេះហើយនាងគឺងាយស្រួលនៅក្នុងការស្វែងរកផ្លូវដើម្បីជួយពួកគេដោយទៅពេលមុនដែរដោយសារតែអាឡែស៊ីរបស់នាងហើយដែលជាអ្នកនាំផ្លូវឲ្យពួកគេនឹងចេញពីផ្សារទំនើបនោះឯងនាងក៏អាចគិតថាចំហផនទុស៊ូមីនឹងគឺជាឧបករណ៍ដែលអាចស្វែងរកវត្តមានរបស់សត្វឆ្មានោះឯងបន្ទាប់ពីនឹងមកទុស៊ូមីក៏បានយកព្រមជាអ្នកនាំផ្លូវនាំឲ្យពួកគេរត់ដោយសារតែខ្លាចឮសំឡេងទៅដល់សត្វឆ្មាទុស៊ូមីជាអ្នកដែលធ្វើសកម្មភាពប្រាប់ផ្លូវទៅឲ្យក្រុមពួកគេនឹងហើយពួកគេរត់ទៅដល់កន្លែងមួយពួកគេក៏បានឃើញឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដែលកំពុងហោះពីលើពួកគេក្រុមសង្គ្រោះក៏បានស្រែកទៅកាន់មនុស្សដែលកំពុងលាក់ខ្លួននោះថាឲ្យមកកាន់ទីធ្លាដែលទូលំទូលាយមកដើម្បីស្រួលឲ្យឧទ្ធម្ភាគចក្រចុះទៅដើម្បីជួយសង្គ្រោះប្រជាជននៅនោះប៉ុន្តែដោយសារតែសំឡេងឧទ្ធម្ភាគចក្រជាមួយនឹងសម្រាប់របស់ក្រុមជំនួយនឹងហើយដែលបន្លឺខ្លាំងពេកឲ្យសត្វឆ្មាផ្អើលនឹងធ្វើឲ្យមនុស្សដែលបានចាក់ចេញពីកន្លែងដែលពួកគេលាក់ខ្លួននឹងមកជួបសត្វឆ្មាជាច្រើនក្បាលមនុស្សទាំងអស់នោះក៏បានប្រែក្លាយខ្លួនទៅជាសត្វឆ្មាក្នុងមួយរំពេចនោះរីឯក្រុមរបស់គូណាគីវិញដោយឃើញដូចនោះហើយគេក៏បានរកកន្លែងដើម្បីពួនសត្វឆ្មាទាំងនោះខាងមនុស្សដែលមិនទាន់ខ្លាចទៅជាសត្វឆ្មាវិញពួកគេត្រូវបានក្រុមសង្គ្រោះជួយពួកគេតែមួយសន្ទុះក្រោយមកយើងក៏ឃើញមានសត្វឆ្មាជាច្រើនក្បាលហោះមកកន្លែងហ្នឹងហើយសត្វឆ្មាជាសត្វដែលចង់ដឹងចង់ឮវាក៏ទៅលេងជាមួយនឹងខ្សែដែលក្រុមសង្គ្រោះនៅទម្លាក់ឲ្យមនុស្សឡើងទៅលើឧទ្ធម្ភាគចក្រនោះតែសត្វឆ្មាច្រើនពេកដែលធ្វើឲ្យមនុស្សប្រែក្លាយទៅជាសត្វឆ្មាទាំងអស់ហើយក៏មានឆ្មាមួយក្បាលបានហក់ទៅលើឧទ្ធម្ភាគចក្រនោះដែរឲ្យបរិបទដែលបើកឧទ្ធម្ភាគចក្រនោះមិនអាចដោះស្រាយបញ្ហានោះបានក៏ចុះចេញពីឧទ្ធម្ភាគចក្រនោះជាមួយនឹងសត្វឆ្មាដែលធ្វើឲ្យឧទ្ធម្ភាគចក្រធ្លាក់ចូលទៅក្នុងទឹកហើយក៏បានផ្ទុះទៅបន្ទាប់ពីហេតុការណ៍នោះកើតឡើងក្រុមគូណាគីក៏បានរកវិធីដើម្បីឡើងទៅលើអាគារហើយពួកគេក៏បានឃើញឧទ្ធម្ភាគចក្រមួយទៀតដែលកំពុងហោះនៅពីលើនោះហើយដែលពួកគេបានឡើងទៅលើអាគារនឹងគេក៏បានប្រទះភ្នែកទៅឃើញជាមួយនឹងសត្វឆ្មាមួយក្បាលដែលមើលទៅគឺចម្លែកជាងគេសត្វឆ្មានោះវាក៏បានស្រែកយ៉ាងលឺដែលធ្វើឲ្យឆ្មាជាច្រើនទៀតនឹងមកទីតាំងនោះបង្រៀនដានគូណាគីក៏បានស្ម័គ្រចិត្តជិះទៅលើម៉ូតូដើម្បីធ្វើឲ្យឆ្មាជាច្រើននឹងទៅតាមគេចំណែកឯការុថាណាស៊ីជាមួយនឹងទុតស៊ូមីវិញក៏រកផ្លូវឡើងទៅលើដំបូលអាគារនោះពេលដែលពួកគេកំពុងរត់នឹងទុតស៊ូមីក៏បានដួលទៅលើដីដោយសារតែលាក់ស៊ីរបស់នាងធ្វើតកធ្វើឲ្យនាងពិបាកដកដង្ហើមហើយនាងក៏បានប្រាប់ទៅកាន់អ្នកទាំងពីរថាឲ្យរត់ទៅមុនទៅខ្លាចឧទ្ធម្ភាគចក្រនោះទៅចាការុដោយសារតែនាងធ្លាប់បាត់បង់បងប្រុសម្នាក់ហើយនាងក៏មិនព្រមបាត់បង់មិត្តភក្តិនាងនោះទេដូចនេះហើយនាងក៏បានលើក3នាងឡើងទៅលើដំបូលតែម្ដងមកកាន់គូណាគីវិញដោយសារតែឆ្មាច្រើនពេកគេក៏បានសម័យឃើញឆ្មានឹងគឺជាសមោឆ្មាដ៏ធំមួយហើយគេគឺនៅតែឃើញសមោឆ្មានឹងដេញតាមគាត់ហើយគេគិតថាវានឹងមិនបញ្ចប់គេក៏ជិះទៅក្នុងអាគារមួយហើយក៏បានបង្ហោះចូលទៅក្នុងអាគារដែលទុស៊ូមីឯនឹងកំពុងតែស្ថិតនៅនោះគេបានបង្ហោះធ្វើឲ្យបែកកញ្ចក់ចូលទៅក្នុងអាគារនោះដែរធ្វើឲ្យឆ្មាផ្សេងៗនឹងមិនអាចហក់មកតាមគេបានដោយសារការប៉ះទង្គិចនៅពេលបុកនឹងធ្វើឲ្យគេសន្លប់បាត់បង់ស្មារតីតែគេសន្លប់គេក៏បានឃើញបរិសុទ្ធចម្លែកម្នាក់ប្រាប់ឲ្យគេជួយសត្វឆ្មាជាមួយនឹងមនុស្សផងមកគេក៏បានដឹងខ្លួនវិញហើយក៏រត់ទៅកាន់ដំបូលអាគារដោយសារតែឧទ្ធម្ភាគចក្រនឹងអាចជួយមនុស្សបានតែម្នាក់រួចជាមួយនឹងថាណាស៊ីនឹងក៏បានឲ្យទុស៊ូមីទៅមុននោះគូណាគីដោយឃើញថាសត្វឆ្មាមកច្រើនហើយក៏បានចាប់ការរួចជាមួយនឹងថាណាស៊ីរត់ចូលទៅក្នុងទឹកតែម្ដងពួកគេគឺបានការពារខ្លួននៅក្រោមដីនិងកន្លែងដែលបិទជិតនិងគ្មានសត្វឆ្មាចាប់ពីថ្ងៃនោះមកអរិយធម៌របស់មនុស្សនឹងក៏បានក្លាយទៅជាស្ថានសួគ៌របស់សត្វឆ្មាបីបានចំណីអាហារហូបចុកពួកគេត្រូវស្វែងរកអាហារបណ្ដើរហើយកិច្ចពីសត្វឆ្មាបណ្ដើរផងដែរដើម្បីរក្សាជីវិតរបស់ពួកគេក៏បានរៀបចំប្រដាប់ប្រដាដើម្បីការពារខ្លួនផងដែរថ្ងៃមួយនៅពេលដែលពួកគេបាននឹងចាក់ចេញពីទីក្រុងបានហើយគេក៏បានប្រទះភ្នែកជាមួយនឹងសត្វឆ្មាជាច្រើនហើយសត្វឆ្មានោះក៏បានវាយប្រហារមកកាន់ក្រុមគូណាគីនោះធ្វើឲ្យថាណាស៊ីប្រែក្លាយទៅជាសត្វឆ្មាដូចនៅក្នុងអេពីសូតទី1អញ្ចឹងពីថ្ងៃនោះមកក្រុមគូណាគីជាមួយនឹងការុនឹងក៏នាំគ្នាធ្វើដំណើរទៅកាន់ជម្រករបស់ទុស៊ូមីដល់កន្លែងមួយយើងគឺឃើញមានបារម្ភម្នាក់កំពុងតែស្ងួតខ្លួនចំមកក្រោមហើយប៊ីនឹងធ្លាក់ទៅហើយក៏បានគូណាគីនឹងទៅចូលជួយបារម្ភម្នាក់នឹងគឺមានឈ្មោះថាអារ៉ាតាហើយពួកគេក៏បានធ្វើដំណើរទៅជាមួយគ្នាហើយអេពីសូតទី4ក៏ត្រូវបានបញ្ចប់អរគុណអ្នកនរគ្នាដែលបានស្ដាប់នៅការសម្ដែងសាច់រឿងរបស់ខ្ញុំសូមបងប្អូនអ្នកនរគ្នាចូលចិត្តនៅការសម្ដែងសាច់រឿងមួយនេះសូមកុំភ្លេចជួយ like subscribe ហើយ comment នៅខាងក្រោមផងណាអរគុណអ្នកនរគ្នាជួបគ្នានៅអេពីសូតទី5